តំណាងរាជគណៈបក្សសង្គ្រោះជាតិលោកអ៊ុំសំអានលើកឡើងថារដ្ឋាភិបាលប្រទេសវៀតណាមពង្រីកទឹកដីតែបង្រួមក្រសួងនិងខេត្តខណៈប្រទេសកម្ពុជាពង្រីកក្រសួងនិងខេត្តតែបង្រួមទឹកដីខ្លួនឯងលោកអ៊ុំសំអានសរសេរលើទំព័រ Facebook របស់ខ្លួននៅថ្ងៃនេះថារដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាមសម្រេចដាក់បញ្ចូលក្រសួងពី18មកនៅត្រឹម14ក្រសួងវិញនិងរំលាយរដ្ឋបាលស្រុកខណ្ឌចោលទាំងអស់រួមទាំងបញ្ចូលខេត្តទាំង63មកនៅត្រឹម34ខេត្តផងដែរដំណើរពេលដែលទឹកដីវៀតណាមកាន់តែរីកធំជាងមុនដោយសារតែការរំលោភយកដីខ្មែររហូតមកតំណាងរាស្ត្របកប្រឆាំងរូបនេះលើកឡើងថាចំណែកឯរដ្ឋាភិបាលប្រទេសកម្ពុជាវិញដែលត្រួតត្រាដោយត្រកូលហ៊ុនដឹកនាំប្រទេសកម្ពុជាជាង40ឆ្នាំធ្វើឲ្យរួមទឹកដីខ្មែរកាន់តែតូចទៅប៉ុន្តែបែរជាពង្រីកភូមិឃុំស្រុកខណ្ឌនិងខេត្តកាន់តែច្រើនឡើងដើម្បីបំផ្លាញលុយជាតិនិងចងក្រងបកពួកឲ្យជួយការពារអំណាចឲ្យខ្លួនឯងទៅវិញលោកបន្តថារដ្ឋាភិបាលបានពង្រីកខេត្តពី20ទៅ25ដោយយកខេត្តកែបបានបំបែកចេញពីខេត្តកំពតខេត្តប្រសេអនុបំបែកចេញពីខេត្តកោះកុងខណៈខេត្តប៉ៃលិនបំបែកចេញពីខេត្តបាត់ដំបងរីឯខេត្តបន្ទាយមានជ័យបំបែកចេញពីខេត្តឧត្តរមានជ័យនិងខេត្តត្បូងឃ្មុំបំបែកចេញពីខេត្តកំពង់ចាមលោកបន្ថែមថាបើខេត្តត្រូវបានពង្រីកហើយនោះក្រុងស្រុកខណ្ឌឃុំសង្កាត់និងភូមិក៏នឹងពង្រីកដោយស្វ័យប្រវត្តិដែរលើសពីនេះទៅទៀតស្រុកខណ្ឌឃុំសង្កាត់និងភូមិថ្មីខ្លះទៀតត្រូវបានបំបែកក្នុងខេត្តដែលមិនបានបំបែកថ្មីនោះដែលជាហេតុធ្វើឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិនៅប្រទេសកម្ពុជាកាន់តែរីកធំឡើងឬប៉ោងរីកតែខាងក្នុងទៅវិញលោកអ៊ុំសំអានលើកឡើងថាក្រៅពីពង្រីកខេត្តក្រុងស្រុកខណ្ឌឃុំសង្កាត់និងភូមិក៏ពង្រីកចំនួនក្រសួងរដ្ឋលេខាធិការដ្ឋានមន្ទីរអង្គភាពស្ថាប័នព្រមទាំងបង្កើនចំនួនរដ្ឋមន្ត្រីឧបនាយករដ្ឋមន្ត្រីទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រីរដ្ឋលេខាធិការអនុរដ្ឋលេខាធិការទីប្រឹក្សាជំនួយការអភិបាលខេត្តអភិបាលស្រុកអភិបាលខណ្ឌមេឃុំចៅសង្កាត់និងមេភូមិយ៉ាងច្រើនសន្ធឹកសន្ធាប់ថែមទៀតលោកបន្ថែមថាការធ្វើបែបនេះគ្រាន់តែដើម្បីចែកតំណែងគ្នាប៉ុណ្ណោះការពិតជាក់ស្ដែងរដ្ឋាភិបាលអាណត្តិទី6មាន27ក្រសួងនិង27រដ្ឋមន្ត្រីខណៈអាណត្តិទី7នេះឡើងទៅដល់28ក្រសួងនិង28រដ្ឋមន្ត្រីផងដែរលោកបន្តថាអាណត្តិទី6មានឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រីរដ្ឋលេខាធិការអនុរដ្ឋលេខាធិការទីប្រឹក្សាជំនួយការប្រមាណជាង 2000 នាក់ចំណែកឯអាណត្តិទី7នេះសរុបទាំងអស់គឺមានចំនួនដល់ទៅជិត 10,000 នាក់ឯណោះមន្ត្រីបកប្រឆាំងរូបនេះបញ្ជាក់ថាប្រជាពលរដ្ឋខ្មែររស់ទាំងត្រដរដើម្បីយកលុយបង់ពន្ធជូនរដ្ឋបែរជារដ្ឋយកលុយដែលរាសក្រីក្របង់ពន្ធទៅចែកចាយគ្នាតាមរយៈនៃការបើកប្រាក់ខែលុយបេសកកម្មយ៉ាងសប្បាយហឺហាទៅវិញខណៈមន្ត្រីភាគច្រើនមិនបានបំពេញការងារអ្វីសោះរងចាំតែបើកប្រាក់ខែតែប៉ុណ្ណោះប្រទេសវៀតណាមមានប្រជាពលរដ្ឋសរុបប្រមាណជាង98លាននាក់និងមានផ្ទៃដីសរុប 331,212 គីឡូម៉ែត្រក្រឡាដែលមានខេត្តចំនួន6ដែលគ្រោងនឹងដាក់បញ្ចូលគ្នាមកនៅត្រឹមតែ34និងក្រសួងចំនួន18ដែលគ្រោងនឹងបញ្ចូលគ្នាជាមួយគ្នាមកនៅត្រឹមចំនួន14នាពេលខាងមុខនេះចំណែកឯរដ្ឋបាលថ្នាក់ស្រុកត្រូវរំលាយចោលទាំងអស់ដើម្បីឲ្យរដ្ឋបាលថ្នាក់ឃុំសង្កាត់ជាអ្នកគ្រប់គ្រងវិញខណៈមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមគឺមានត្រឹមតែ105នាក់ប៉ុណ្ណោះដោយឡែកប្រទេសកម្ពុជាមានពលរដ្ឋប្រមាណជា17លាននាក់និងមានផ្ទៃដីសរុប 181,035 គីឡូម៉ែត្រក្រឡាដែលមានរាជធានីខេត្តចំនួន25ក្រុងឬទីរួមខេត្តចំនួន33ខណ្ឌចំនួន14ស្រុក163សង្កាត់274ឃុំ1378និងភូមិ14,581ភូមិខណៈមន្ត្រីរដ្ឋាភិបាលសរុបជាង 2,000 នាក់ចំនួនមន្ត្រីរដ្ឋាភិបាលសរុបជាង 2,000 នាក់នេះគឺមិនទាន់រាប់បញ្ចូលចំនួនទីប្រឹក្សានិងជំនួយការឲ្យឧបនាយករដ្ឋមន្ត្រីទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីនិងទីប្រឹក្សារួមទាំងជំនួយការអមក្រសួងស្ថាប័នទាំង30នៅប្រទេសកម្ពុជានោះផងគួរកត់សម្គាល់ថាក្នុងឱកាសបុណ្យសពនៃមរណភាពបងប្រុសលោកហ៊ុនសែនលេខាបកកុម្មុយនីសវៀតណាមលោកតោឡាំបានផ្ញើលិខិតចូលរួមមរណទុក្ខដោយសរសេរថាសមមិត្តហ៊ុនសែនប្រធានបកប្រជាជនកម្ពុជារដ្ឋលេខាធិការក្រសួងយុត្តិធម៌លោកកឹមសន្តិភាពបានអះអាងថាព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីបានប្រោសប្រទានការបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន296នាក់ក្នុងនោះស្ត្រី28នាក់ក្នុងឱកាសពិធីបុណ្យវិសាខបូជាយោងតាមបណ្ដាញទំនាក់ទំនងសង្គម Facebook របស់លោកកឹមសន្តិភាពលោកបានសរសេរថាក្នុងចំណោមទណ្ឌិតទាំង296នាក់មានទណ្ឌិតចំនួន207នាក់ទទួលបានការបន្ធូរបន្ថយទោស3ខែទណ្ឌិត70នាក់ទទួលបានការបន្ធូរបន្ថយទោស6ខែទណ្ឌិត17នាក់ទទួលបានការបន្ធូរបន្ថយទោស9ខែនិងទណ្ឌិត2នាក់ទទួលបានការបន្ធូរបន្ថយទោសចំនួន12ខែ
រដ្ឋលេខាធិការក្រសួងយុតិធម៌បញ្ជាក់ថាគណៈកម្មការថ្នាក់ជាតិពុំពិនិត្យពិចារណាឡើយចំពោះសំណើទាំងឡាយដែលតាក់ទងនឹងទណ្ឌិតដែលបានប្រព្រឹត្តអំពើឬបទល្មើសដូចជាអក្រិតជនគ្រឿងញៀនអំពើសាហាវយង់ខ្នងករណីមិនរៀងចាលប្រព្រឹត្តលើជនរងគ្រោះដែលជាសាច់ញាតិឬសហព័ន្ធប្រព្រឹត្តទៅលើជនរងគ្រោះជាមន្ត្រីរាជការឬមន្ត្រីសាធារណៈនិងទណ្ឌិតធ្លាប់ទទួលបានការបន្ធូរបន្ថយទោសច្រើនដងលើសពី1/3នៃរយៈពេលផ្ដន្ទាទោសប្រពន្ធដដែលអះអាងថាគណៈកម្មការថ្នាក់ជាតិក៏ពុំពិនិត្យពិចារណាដែរចំពោះសំណើទាំងឡាយពាក់ព័ន្ធនឹងទណ្ឌិតដែលមានបទល្មើសរំលោភផ្លូវភេទលើជនរងគ្រោះជាអនីតិជនអាយុក្រោម13ឆ្នាំឬជាជនមានវិបលាស់ស្មារតីឬពិការឬមានផ្ទៃពោះឬជនរងគ្រោះជាសាច់សាលោហិតករណីរំលោភបោកនិងករណីប៉ុនប៉ងឬបៀតបៀនកេរ្តិ៍ខ្មាស់លើជនរងគ្រោះជាសាច់សាលោហិតប្រធានអង្គការប្រជាធិបតេយ្យខ្មែរលោកសឹងសែនករណាបានឲ្យដឹងថាការសូមលើកលែងទោសនិងបន្ធូរបន្ថយទោសកន្លងមកតែងតែមានភាពមិនប្រក្រតីនៃការជ្រើសរើសទណ្ឌិតដោយសារតែមានការពាក់ព័ន្ធនឹងអំពើពុករលួយនិងរឿងនយោបាយលោកសឹងសែនករណាអះអាងថាកន្លងមកមន្ត្រីអតីតបព្វប្រឆាំងសកម្មជនព្រៃឈើសកម្មជនដីធ្លីកម្រនឹងមានឈ្មោះក្នុងបញ្ជីស្នើសុំបន្ធូរបន្ថយឬលើកលែងទោសណាស់ទោះបីជាពួកគាត់បានអនុវត្តខ្លួនល្អនិងអនុវត្តទោសបាន2/3ក្នុងការជាប់ឃុំនោះក៏ដោយលោកទទូចឲ្យមន្ត្រីមានសមត្ថកិច្ចធ្វើការជ្រើសរើសដោយមានតម្លាភាពដើម្បីផ្ដល់យុត្តិធម៌ដល់ទណ្ឌិតដែលបានខិតខំកែខ្លួននៅក្នុងពន្ធនាគារយោងតាមព្រះរាជក្រឹត្យស្ដីអំពីការបន្ធូរបន្ថយទោសនិងលើកលែងទោសដល់ទណ្ឌិតចុះថ្ងៃទី12ខែមករាឆ្នាំ2021គេបានលើកឡើងថាការលើកលែងនិងបន្ធូរបន្ថយទោសដល់ទណ្ឌិតជាប់ពន្ធនាគារធ្វើឡើងចំនួន5លើកក្នុងមួយឆ្នាំនៅក្នុងទិវាជ័យជំនះនៃរបបប្រល័យពូជសាសន៍ពិធីបុណ្យចូលឆ្នាំខ្មែរវិសាខបូជាបុណ្យឯករាជ្យជាតិនិងពិធីបុណ្យអុំទូកការបន្ធូរបន្ថយទោសធ្វើឡើងលុះត្រាតែទណ្ឌិតបានអនុវត្តទោស1/3នៃទោសដាក់ពន្ធនាគារសរុបដែលតុលាការបានកំណត់ហើយសម្រាប់ទោសដាក់ពន្ធនាគារមួយជីវិតទណ្ឌិតត្រូវទទួលរងទោស10ឆ្នាំជាមុនសិនទោះជាយ៉ាងណាក៏ដោយអង្គការសង្គមស៊ីវិលមួយចំនួនដែលតាមដានសង្កេតករណីតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារធ្លាប់រាយការណ៍ថាទណ្ឌិតភាគច្រើនជាជនជាតិខ្មែរជាអ្នកទោសមនសិការឬនយោបាយសកម្មជនការពារភោគទ្រព្យសម្បត្តិធម្មជាតិស្រុកខ្មែរសម្រាប់ប្រយោជន៍ខ្មែរទូទាំងប្រទេសដូចជាសកម្មជនចលនាមេដាធម្មជាតិសកម្មជនព្រៃឡង់សកម្មជនបរិស្ថាននិងសកម្មជនការពារសិទ្ធិសេរីភាពមនុស្សជាដើមលោកកឹមសន្តិភាពដែលជាកូនប្រសារព្រឹទ្ធសមាជិករដ្ឋសភាជាមយាបនិងជាអនុប្រធានអង្គភិបក្រុមការងារយុវជនបកប្រជាជនកម្ពុជាក្រៅប្រទេសមិនបានបញ្ជាក់អំពីជំពូកទណ្ឌិតដែលនឹងទទួលការលើកលែងឬបន្ធូរបន្ថយទោសពីព្រះមហាក្សត្រនាឱកាសបុណ្យសាសនាជាតិថ្ងៃឧបោសថសីល15កើតពេញបូរមីនេះឡើយទស្សនកិច្ចផ្លូវការនាដើមសប្តាហ៍ខែឧសភានេះទៅរដ្ឋធានីចាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ីដែលជាប្រទេសកាន់សាសនាអ៊ីស្លាមធំជាងគេលើពិភពលោកលោកហ៊ុនសែនក្នុងនាមជាប្រធានព្រឹទ្ធសភានិងប្រធានបកប្រជាជនកម្ពុជាបានជួបមេដឹកនាំប្រទេសកោះចំនួន 17,500 កោះក្នុងភូមិភាគអាស៊ីអាគ្នេយ៍ក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធថែមទៀតលើវិស័យពាណិជ្ជកម្មនិងកិច្ចសហប្រតិបត្តិការខាងយោធាថែមទាំងផ្លាស់ប្តូរទស្សនៈសភានិងកិច្ចការទូតព្រមទាំងនយោបាយសម្រាប់សហគមន៍អាស៊ានផងដែរក្រៅតែពីវិស័យវប្បធម៌សិល្បៈរវាងប្រទេសទាំងពីរលោកហ៊ុនសែនបានជួបជាមួយប្រធានាធិបតីថ្មីប្រាប៉ូវូស៊ូប៊ីយ៉ាន់តូជាកូនប្រសារអតីតប្រធានាធិបតីស៊ូហាតូដែលស្វាគមន៍លោកនៅវិមានឯករាជ្យសេរីភាព Istana Merdeka ចរចារឿងបញ្ជូនពលករខ្មែរធ្វើចំណាក់ស្រុកទៅកាន់ប្រទេសឥណ្ឌូនេស៊ីលោកក៏បានជួបជាមួយអ្នកស្រីពួនម៉ាហារ៉ានីប្រធានរដ្ឋសភាដោយសម្ដែងគោលបំណងចង់បង្កើនបរិមាណជំនួញទំនិញជាពិសេសស្រូវអង្ករនិងសាច់សត្វសម្រាប់អ្នកកាន់សាសនាអ៊ីស្លាមបរិភោគស្របតាមជំនឿហៅថា halal យោងតាមការផ្សាយក្នុងវិទ្យុសម្លេងសាធារណរដ្ឋឥណ្ឌូនេស៊ី VOI កាលពីថ្ងៃទី7ខែឧសភាក្នុងជំនួបនោះលោកហ៊ុនសែនហាក់បីដូចជារំភើបឃើញមានស្ត្រីដឹកនាំជាប្រធានសភាជាតិនៅប្រទេសឥណ្ឌូនេស៊ីតាមការវិភាគនេះហាក់បីដូចជាបង្ហាញថាលោកហ៊ុនសែនមិនបានសិក្សាល្អិតល្អន់អំពីប្រវត្តិប្រទេសដែលលោកកំពុងធ្វើទស្សនកិច្ចមុនទៅធ្វើទស្សនកិច្ចសាធារណរដ្ឋឥណ្ឌូនេស៊ីមានស្ត្រីកាន់មុខតំណែងជារដ្ឋមន្ត្រីនិងប្រធានាធិបតីប្រមាណ40នាក់ហើយចាប់ពីឆ្នាំ1999មកអ្នកស្រីពួនម៉ាហារ៉ានីពីមុនជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍមនុស្សជាតិនិងកិច្ចការវប្បធម៌ជាកូនស្រីអតីតប្រធានាធិបតីមេហ្គាវ៉ាទីស៊ូការណូពុត្រីជាចៅស្រីបិតាឯករាជ្យជាតិឥណ្ឌូនេស៊ីអតីតប្រធានាធិបតីស៊ូការណូនិងជំទាវហាទីនីជាមិត្តជិតស្និទ្ធនឹងអតីតព្រះមហាក្សត្រខ្មែរព្រះបាទនរោត្តមសីហនុ
ដែលជាមេដឹកនាំក្នុងបណ្ដាប្រទេសមិនចូលបកសម្ព័ន្ធជំនួយទ្វេភាគីរវាងរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋឥណ្ឌូនេស៊ីកាលពីឆ្នាំទៅមានចំនួនទឹកប្រាក់ប្រមាណ$1000 លានតាមការចុះផ្សាយក្នុងសារព័ត៌មានមួយចំនួនក្នុងឆ្នាំ2025នេះស្រុកខ្មែរនាំចូលទំនិញពីប្រទេសឥណ្ឌូនេស៊ីភាគច្រើនជាធ្យូងគ្រាប់ចម្អិនអាហារមានទឹកប្រាក់$993 លានសហរដ្ឋអាមេរិកទំនិញដឹកពីស្រុកខ្មែរទៅប្រទេសឥណ្ឌូនេស៊ីភាគច្រើនជាសំណមានទឹកប្រាក់ប្រមាណ$105 លានក្នុងលក្ខណៈយកចិត្តថ្លើមរដ្ឋការក្រុងចាកាតាលោកហ៊ុនសែនបានសន្យាថានឹងដាក់ឈ្មោះផ្លូវថ្នល់2ជូនវីរៈបុរសឥណ្ឌូនេស៊ីគឺអតីតប្រធានាធិបតីស៊ឺការណូនិងប្រមុខការទូតរដ្ឋមន្ត្រីការបរទេសអាលីអាឡាតាសដែលរួមគំនិតជួយបង្កើតកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារី$23កាលពីឆ្នាំ2024ប្រទេសឥណ្ឌូនេស៊ីបានផ្ដល់កំភ្លើងចម្បាំងមានកំភ្លើងវែងកំភ្លើងខ្លីហើយជួយបង្ហាត់វឹកវើនកងកម្ពុជាឆាត់យោងនិងកងអង្គរៈនាយករដ្ឋមន្ត្រីខ្មែរយ៉ាងណាមិញប្រទេសទាំងពីរមិនដែលធ្វើសម្ពយុទ្ធយោធាជាមួយគ្នាទ្វេភាគីទេក្នុងនាមជាសមាជិកសហគមន៍អាស៊ានប៉ុន្តែកងទ័ពខ្មែរគ្រោងធ្វើសម្ពយុទ្ធក្នុងខែនេះជាមួយកងទ័ពចិនដំណឹងពីប្រទេសសង្ហបុរីនៅថ្ងៃទី8ខែឧសភាឲ្យដឹងថាសេដ្ឋកិច្ចប្រទេសកម្ពុជានឹងថយចុះមួយកម្រិតពីការព្យាករណ៍ពេលមុនពី6%ក្នុងឆ្នាំ2024និង5%កាលពីឆ្នាំ2023មកនៅ 4.9% ក្នុងឆ្នាំ2025នេះមកពីមុខជំនួញខាងនាំសម្លៀកបំពាក់កាត់ដេរពឹងផ្អែកទៅលើទីផ្សារនៅសហរដ្ឋអាមេរិកខ្លាំងក្លាពេកយោងតាមការសិក្សាពីការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក3ហៅកាត់ថា AMRO ដែលអ្នកជំនាញសេដ្ឋកិច្ច3នាក់ឈ្មោះ Chin Ho Choi, Ku Jin Lee និង He Yi Kho ចុះទៅសិក្សាកាលពីចុងខែមេសាឆ្នាំ2025នេះសរសេរថានៅឆ្នាំ2026សេដ្ឋកិច្ចប្រទេសកម្ពុជាអាចនឹងចុះដល់ 4.7% ទៀតផងដោយសារតែការតម្លើងពន្ធនាំចូលពីសហរដ្ឋអាមេរិកជាមួយគ្នានេះទីផ្សារសម្រាប់បន្ទះថាមពលអគ្គិសនីដោយព្រះអាទិត្យក៏ចង្អៀតសម្រាប់ប្រទេសជាច្រើនពីសហគមន៍អាស៊ានរួមទាំងប្រទេសកម្ពុជាផងដែរពីប្រទេសថៃឡង់វិញពលរដ្ឋខ្មែរនិងលាវនាំគ្នាឈប់ទិញគោឬសាច់គោបរិភោគពីប្រទេសថៃព្រោះតែសត្វគោឆ្លងមេរោគពងកន្ទួលពីមេរោគឈ្មោះ Anthrax នេះរយៈពេល3ថ្ងៃប្រកាសដោយប្រធានាធិបតីរុស្ស៊ី Vladimir Putin បានចូលជាធរមានហើយចាប់ពីថ្ងៃប្រហ័សទី8ខែឧសភាដល់ថ្ងៃទី10ខែឧសភាបទឈប់បាញ់គ្នានេះសម្រាប់ភាគីអ៊ុយក្រែនមិនយល់ស្របនោះទេមេដឹកនាំអ៊ុយក្រែនបានអំពាវនាវទៅមេដឹកនាំពិភពលោកកុំឲ្យទៅទីក្រុងមូស្គូព្រោះបារម្ភថាអាចនឹងមានការវាយប្រហារដោយដ្រូនឬមីស៊ីលទៅលើរដ្ឋធានីប្រទេសរុស្ស៊ីគេមិនទាន់ដឹងច្បាស់ថាតើអ៊ុយក្រែននឹងគោរពតាមបទឈប់បាញ់គ្នា3ថ្ងៃនេះឬយ៉ាងណានោះទេព្រោះអ៊ុយក្រែនមិនបានទទួលយកបទឈប់បាញ់គ្នានេះទេដោយហេតុថាអ៊ុយក្រែនទទូចចង់បានបទឈប់បាញ់ពេញលេញមួយរយៈពេល30ថ្ងៃនៅមុនបទឈប់បាញ់គ្នា3ថ្ងៃចូលជាធរមានទីក្រុងមូស្គូនិងទីក្រុងខៀវបានបើកការវាយប្រហារដោយប្រើ drone វាយប្រហារគ្នាទៅវិញទៅមកបង្ខំឲ្យអាកាសយានដ្ឋានមួយចំនួនក្នុងប្រទេសរុស្ស៊ីត្រូវបិទទ្វារបទឈប់បាញ់ឯកតោភាគីពីលោកពូទីនបានចូលជាធរមាននៅចំពេលទីក្រុងមូស្គូរៀបចំការធ្វើព្យុហយាត្រាយោធាអបអរសាទរទិវាជ័យជំនះលើកងទ័ពអាល្លឺម៉ង់អ៊ីតឡែរជាទិវាបិទបញ្ចប់សង្គ្រាមលោកលើកទី2នៅថ្ងៃសុក្រទី9ខែឧសភាដោយមានការចូលរួមពីបណ្ដាមេដឹកនាំពិភពលោកតែភាគច្រើនគេសង្កេតឃើញមេដឹកនាំដែលកាន់អំណាចបែបផ្ដាច់ការមានវត្តមាននៅទីក្រុងមូស្គូដោយបានជួបលោកពូទីនកំពូលមេដឹកនាំផ្ដាច់ការនៅរុស្ស៊ីដែរប្រធានាធិបតីចិនស៊ីជីនពីងបានកែប្រែរដ្ឋធម្មនុញ្ញពង្រឹងអាណត្តិតោងអំណាចលោកបានទៅដល់ទីក្រុងមូស្គូមុនគេហើយបន្ទាប់មកប្រធានាធិបតីនីកូឡាសម៉ាឌូរ៉ូដែលជាកំពូលជនផ្ដាច់ការនៃប្រទេសវេណេស៊ុយអេឡាដំណើរទស្សនកិច្ចរបស់លោកស៊ីជីនពីងទៅកាន់ទីក្រុងមូស្គូកើតមានឡើងចំពេលភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងចិនកំពុងឡើងកម្ដៅជុំវិញសង្គ្រាមពុនកុយនិងគណៈប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កំពុងព្យាយាមផ្សះផ្សាជាមួយលោកពូទីនក្នុងគោលដៅសម្របសម្រួលបញ្ចប់សង្គ្រាមនៅប្រទេសអ៊ុយក្រែនតាមទីភ្នាក់ងារព័ត៌មាន AFP មេដឹកនាំប្រទេសផ្ដាច់ការជាច្រើនដូចជាមេដឹកនាំប្រទេសគុយបាប្រទេសអ៊ីរ៉ង់ប្រទេសកូរ៉េខាងជើងនិងបណ្ដាមេដឹកនាំក្រោមឥទ្ធិពលលោកពូទីនជាច្រើនទាំងនៅទ្វីបអឺរ៉ុបអាស៊ីប៉ាស៊ីហ្វិកអាហ្វ្រិកអាមេរិកខាងត្បូងគេរំពឹងថានឹងមានវត្តមានផងដែរចំពោះជំនួបជាមួយជនផ្ដាច់ការវេណេស៊ុយអេឡាលោកនីកូឡាសម៉ាឌូរ៉ូប្រធានាធិបតីរុស្ស៊ី Vladimir Putin បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រនៅក្នុងពិធីមួយដែលត្រូវបានចាក់ផ្សាយតាមទូរទស្សន៍រដ្ឋកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្ររុស្ស៊ីវេណេស៊ុយអេឡានឹងលើកកម្ពស់កម្រិតផ្ដួចផ្ដើមរួមគ្នានៅក្នុងអង្គការ OPEC និងវេទិកាប្រទេសនាំចេញប្រេងឥន្ធនៈនិងអូស្មန်និងអង្គការផ្សេងៗទៀតក្នុងវិស័យថាមពលក្រោមទណ្ឌកម្មពីបស្ចិមប្រទេស
ចំណែកឯប្រទេសវេណេស៊ុយអេឡាក៏មានទំនាក់ទំនងមិនល្អស្រាប់ជាមួយសហរដ្ឋអាមេរិកដែរដោយសារតែការបែកបាក់ក្នុងទំនាក់ទំនងការទូតការដាក់ទណ្ឌកម្មនិងការចោទប្រកាន់ទាក់ទងនឹងអ ுக ្រិតកម្មក៏ដូចជាផែនការធ្វើរដ្ឋប្រហារជាដើមក្រឡេកមើលទៅក្នុងព្រឹត្តិការណ៍ជ័យជំនះលើរបបណាតស៊ីអាល្លឺម៉ង់ជាខួប80ឆ្នាំវិញដែលទីក្រុងមូស្គូធ្វើឡើងក្នុងទ្រង់ទ្រាយធំក្នុងបរិបទសង្គ្រាមនោះវិញរៀបចំដោយលោកពូទីននៅក្នុងប្រទេសអ៊ុយក្រែនកំពុងបន្តឆេះយ៉ាងសន្ធោសន្ធៅនេះបណ្ដាមេដឹកនាំនៅអឺរ៉ុបនិងប្រទេសប្រឆាំងសង្គ្រាមបង្កដោយលោកពូទីនប្រកាសថ្កោលទោសមេដឹកនាំណាដែលទៅកាន់ទីក្រុងមូស្គូខណៈមេដឹកនាំខ្លះបង្ហាញចំហប្រឆាំងសង្គ្រាមបញ្ឆេះដោយលោកពូទីនយ៉ាងខ្លាំងសង្គ្រាមជាង3ឆ្នាំនៃប្រទេសរុស្ស៊ីវាយប្រហារទៅលើប្រទេសអ៊ុយក្រែននៅថ្ងៃទី8ខែឧសភាប្រធានាធិបតី Volodymyr Zelensky បានអំពាវនាវឲ្យសហភាពអឺរ៉ុបត្រូវតែរួមគ្នាដើម្បីទប់នឹងការឈ្លានពានពីរុស្ស៊ីរួមទាំងការដាក់សម្ពាធបន្ថែមទៀតទៅលើទីក្រុងមូស្គូលោក Friedrich Merz ដែលបានស្បត់ចូលកាន់តំណែងជាអធិការបតីអាល្លឺម៉ង់នៅថ្ងៃទី6ខែឧសភានិងលោក Johann Wadephul បានចូលកាន់តំណែងជារដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ក្នុងថ្ងៃជាមួយគ្នាបានបញ្ញាបន្តគាំទ្រប្រទេសអ៊ុយក្រែនដោយឥតងាករេប្រឆាំងនឹងការឈ្លានពានពីរុស្ស៊ីលោកប្រមុខការទូតអាល្លឺម៉ង់ថ្មីរូបនេះបានបញ្ជាក់បែបនេះនៅលើបណ្ដាញសង្គម X ទន្ទឹមគ្នានេះដែរលោក Wadephul ប្រាប់ឲ្យរុស្ស៊ីត្រូវងាកមកប្រឈមមុខជាមួយសហភាពអឺរ៉ុបជាជាងជាមួយអ៊ុយក្រែនក្នុងរដ្ឋាភិបាលអាល្លឺម៉ង់អាណត្តិថ្មីក្រោមការដឹកនាំរបស់លោក Friedrich Merz បានបង្ហាញអំពីលទ្ធភាពរដ្ឋាភិបាលក្រុងបែកឡាំងនឹងបង្កើនការគាំទ្រក្រុងគៀវរួមទាំងការបញ្ជូនមីស៊ីលចម្ងាយឆ្ងាយ Taurus ទៅឲ្យអ៊ុយក្រែនដោយមិនបារម្ភអំពីរុស្ស៊ីគំរាមនោះទេចំណែកឯរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបអ្នកស្រី Kaja Kallas បានហៅវត្តមានមេដឹកនាំណានៅទីក្រុងមូស្គូចូលរួមព្រឹត្តិការណ៍ខួប80ឆ្នាំនៃការបិទបញ្ចប់សង្គ្រាមលោកលើកទី2ដែលលោកពូទីនរៀបចំឡើងនោះគឺជាមេដឹកនាំដែលជួយលើកតម្កើងរបបដឹកនាំក្រុងមូស្គូដែលកំពុងបំផ្លាញសេចក្តីសុខមនុស្សជាតិ